ទស្សនិកជនចំណាយបណ្ដាទូតប្រទេសធំនៅកម្ពុជាបញ្ជាក់ការបដិញ្ញាកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតបណ្ដាទូតប្រទេសធំនៅកម្ពុជាមានដូចជាសហរដ្ឋអាមេរិកអូស្ត្រាលីចក្រភពអង់គ្លេសកាណាដាបានបញ្ជាក់ការបដិញ្ញាកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែរឹងមាំស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្សដើម្បីនាំមកនូវកំណើនការងារភាពប្រកួតប្រជែងផលិតភាពនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិសង្គមបើការបញ្ជាក់ពីការបដិញ្ញារួមគ្នានេះបានធ្វើឡើងនៅចុងសប្តាហ៍នេះក្នុងពិព័រណ៍ការសិក្សានិងការងារក្រោមការរៀបចំដោយស្ថាប័ន NDP Education ដែលជាស្ថាប័នឈានមុខគេលើពិភពលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសនៅស្ថាប័នកម្រិតពិភពលោកជាង 1,300 កន្លែងអាយដាម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាអាយដាម Dominic William ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជាអាយដាម Christine De Roches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជានិងលោកស្រី Bridget L. Walker ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់ថានឹងបន្តចូលរួមជាមួយក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការរួមលើគ្រប់វិស័យពិសេសជំរុញបន្ថែមការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបាទសូមបញ្ជាក់ថានៅក្នុងពិព័រណ៍ការសិក្សានិងការងារដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះមានសិស្សនិស្សិតនិងអាណាព្យាបាលរាប់ពាន់នាក់បានជួបប្រឹក្សាជាមួយតំណាងស្ថាប័នអប់រំកម្រិតពិភពលោកមកពីប្រទេសអូស្ត្រាលីនូវែលសេឡង់ចក្រភពអង់គ្លេសអ៊ែកឡង់សហរដ្ឋអាមេរិកនិងកាណាដាចំណែកលោកម៉ៅស្រេងបាទនាយកប្រចាំប្រទេសនៃស្ថាប័ន NDP Education និងមជ្ឈមណ្ឌលអូស្ត្រាលី ACE សម្រាប់ការបណ្ដុះបណ្ដាលបានចាត់ទុកព្រឹត្តិការណ៍នេះដើម្បីជជែកអំពីប្រធានបទសំខាន់ផ្លាស់ប្ដូរបទពិសោធន៍និងបង្កើតទំនាក់ទំនងគ្នាលោកបានថ្លែងថាការសិក្សានៅបរទេសគឺជាការវិនិយោគលើខ្លួនឯងដើម្បីទទួលបានមិនត្រឹមតែសញ្ញាបត្រប៉ុណ្ណោះទេប៉ុន្តែនឹងទទួលបាននូវចំណេះដឹងជំនាញបទពិសោធន៍និងទស្សនវិស័យកម្រិតសកលដែលជាគ្រឹះដ៏រឹងមាំសម្រាប់ក្លាយជាអ្នកដឹកនាំនិងសសរទ្រូងនៃសង្គមជាតិយើង